បាទសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីនឹងលើកនិងជាទីរាប់អានបាទនៅក្នុងថ្ងៃនេះខ្ញុំបាទសូមថ្លែងអំណរអរគុណដល់អស់លោកតំណាងរាស្ត្រដែលមានគម្រោងទៅចូលប្រជុំនៅក្នុងសភាថ្ងៃទី7ខែតុលាឆ្នាំ2016នេះហើយអស់លោកតំណាងរាស្ត្របានសម្រេចចិត្តមិនព្រមចូលទៅសភានោះគឺជាកត្តាមួយដ៏សំខាន់ហើយគឺជាកាតព្វកិច្ចរបស់អស់លោកតំណាងរាស្ត្រដែលកំពុងតែបំពេញកាតព្វកិច្ចយ៉ាងត្រឹមត្រូវពីព្រោះនេះគឺជាការគម្រាមកំហែងដល់អស់លោកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិវិញទេបើសិនណាអស់លោកតំណាងរាស្ត្រចូលទៅប្រជុំនៅសភានោះគឺមានការវាយតបឬមួយក៏មានការកាប់សម្លាប់អស់លោកតំណាងរាស្ត្រណាមួយយើងមិនដឹងដែរពីព្រោះពេលកាលឆ្នាំមុនលោកហ៊ុនសែនបានទៅប្រទេសបារាំងហើយមានប្រជាពលរដ្ឋទៅបាតកម្មនៅឯប្រទេសបារាំងចំណែកប្រជុំនៅឯសភាណាប្រជុំនៅឯសភាវិញដែលអស់លោកតំណាងរាស្ត្របានចូលរួមប្រជុំនៅក្នុងរដ្ឋសភាហ្នឹងមានលោកឯកឧត្តមញយចម្រើនព្រមទាំងឯកឧត្តមកុងសុភាដែលបានវាយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុតហេតុដូច្នេះហើយឥឡូវនេះលោកហ៊ុនម៉ាណែតកំពុងតែនៅប្រទេសអូស្ត្រាលីហើយបងប្អូនប្រជារាស្ត្រខ្មែរដែលនៅឯប្រទេសអូស្ត្រាលីនោះកំពុងតែធ្វើមហាបាតកម្មដែរហេតុដូច្នេះហើយវាស្របគេហៅថាស្របគ្នាគេហៅថាបេះបិទតែម្ដងអូក៏ដូចកូនក៏ដូចអូណាពីកាលមុនឪពុកនឹងទៅគេហៅថាឪពុកក្រៅខនឹងទៅប្រទេសបារាំងទស្សនកិច្ចនៅប្រទេសបារាំងនៅឯរដ្ឋសភានេះគឺមានជនគេហៅថាជនខ្មាំងភ្លើងក៏ដូចជាបាតដៃទី3បានវាយតបតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិឥឡូវនេះគេបើកវេទិកានៅក្នុងរដ្ឋសភាទៀតណានៅពេលដែលហ៊ុនម៉ាណែតទៅប្រទេសអូស្ត្រាលីហើយប្រជាជនខ្មែរធ្វើមហាបាតកម្មនៅអូស្ត្រាលីណាហើយគេរៀបចំឲ្យមានគេហៅថាអង្គប្រជុំនៅក្នុងរដ្ឋសភានៅថ្ងៃទី7ខែតុលាឆ្នាំ2016នេះដែរហេតុដូច្នេះហើយល្បិចនេះគឺជាល្បិចតែមួយល្បិចឪពុកហើយនិងល្បិចកូនគឺល្បិចតែមួយគត់ហេតុដូច្នេះហើយគណៈបក្សសង្គ្រោះជាតិមានការគេហៅថាមានការសិក្សារៀនសូត្រក៏ដូចជាមានមេរៀនណាមានមេរៀនពីមុនមកហើយហេតុដូច្នេះហើយអស់លោកតំណាងរាស្ត្រដែលមិនបានចូលទៅសភានោះគឺជាដំណឹងមួយល្អគឺជាដំណឹងមួយដែលខ្ញុំគាំទ្រទាំងស្រុងគាំទ្រ 100% ថាអស់លោកដែលមិនបានចូលទៅប្រជុំនៅក្នុងសភានោះគឺជាករណីមួយដ៏ល្អជាទីបំផុតពីព្រោះយើងមិនចង់ឲ្យបាត់បង់ជីវិតតំណាងរាស្ត្រណាមួយឬមួយក៏មានការវាយតបមកលើអស់លោកតំណាងរាស្ត្រណាមួយនោះទេហេតុដូច្នេះហើយអស់លោកតំណាងរាស្ត្រដែលបានសម្រេចចិត្តមិនព្រមចូលប្រជុំនៅសភានេះគឺជាករណីមួយដ៏ល្អជាទីបំផុតខ្ញុំសូមគាំទ្រទាំង 100% តែម្ដងហើយយ៉ាងណាមិញណាឥឡូវនេះសម្ដេចនរោត្តមសីហមុនីបានឡាយប្រហោះក៏ដូចជាបានចេញជាលិខិតណាព្រះរាជសារដើម្បីកោះហៅគណៈបកទាំងពីរគណៈបកប្រជាជនកម្ពុជាព្រមទាំងគណៈបកសង្គ្រោះជាតិឲ្យចូលរួមណាឲ្យចូលរួមគំនិតគ្នាដើម្បីដោះស្រាយនៅវិបត្តិគេហៅថាវិបត្តិនយោបាយដែលតល់ច្រកចុងក្រោយនេះហេតុដូច្នេះហើយអ្វីដែលព្រះរាជសាររបស់ព្រះនរោត្តមសីហមុនីដែលបានចេញព្រះរាជសារនោះយើងគេហៅថាយើងគួរពិចារណាមើលផងដែរពីកាលមុនខែគេហៅថាថ្ងៃទី22ខែតុលាឆ្នាំ2014គឺមានគេហៅថាសម្ដេចនរោត្តមសីហមុនីបានធ្វើជាអញ្ញាកណ្ដាលណាបានធ្វើជាអញ្ញាកណ្ដាលព្រមទាំងមានឡាយប្រហោះណា
ដែលធ្វើជាអាញាកណ្ដាលនោះគឺគេហៅថាអំពីវប្បធម៌សន្តានាវប្បធម៌សន្តានានោះដែលមានព្រះអង្គណាសម្ដេចនរោត្តមសីហមុនីនឹងធ្វើជាអាញាកណ្ដាលនឹងក៏ប៉ុន្តែយើងបានគេហៅថាបានឃើញច្បាស់លាស់ក្នុងផ្នែកឃើញថាវប្បធម៌សន្តានានោះវាបានរលាយសាបសូន្យរួចទៅហើយហេតុដូច្នេះហើយបើសិនណាសម្ដេចនរោត្តមសីហមុនីបានចេញព្រះរាជសារដើម្បីក៏ហៅគណៈបកទាំងពីរឲ្យចូលមកចរចាសាជាថ្មីក៏ដូចជាចូលមកគេហៅថារកដំណោះដោះស្រាយអំពីចរន្តនយោបាយដែលកំពុងតែមានកម្ដៅកគុកហើយគឺជាចរន្តនយោបាយមួយដែលជាចរន្តនយោបាយតច្រកនេះខ្ញុំបាទសូមធ្វើការគេហៅថាពិចារណាតទៅទៀតណាយើងត្រូវតែធ្វើការពិចារណាតទៅទៀតសួរតើគណៈបកទាំងពីរនេះណាចូលមកដោះស្រាយអំពីផ្លូវនយោបាយក៏ដូចជាចរចានេះគឺជាចរចាអំពីរឿងអ្វីណាពីព្រោះយើងមានមេរៀនគេហៅថាកន្លងមកហើយវប្បធម៌សន្តានាគឺជាការចរចាមួយដែលគេហៅថាដែលជាផុសតាងមួយដែលធ្វើឲ្យប្រជារាស្ត្រខ្មែរយើងគេហៅថាមានសេចក្តីសង្ឃឹមដែរពេលកាលឆ្នាំ2014ក៏ប៉ុន្តែផ្ទុយទៅវិញគណៈបកប្រជាជនមិនបានគេហៅថាគោរពនៅគេហៅថាគោរពនៅគេហៅថាការចរចានោះទេឬមួយក៏គេហៅថាសន្ធិសញ្ញាក៏ដូចជាលក្ខន្តិកៈនោះទេហេតុដូច្នេះហើយឥឡូវនេះព្រះអង្គគេហៅថានរោត្តមសីហមុនីបានចេញជាសារមួយដើម្បីក៏ហៅគណៈបកទាំងពីរឲ្យមកចូលរួមដើម្បីធ្វើដំណោះដោះស្រាយនេះបើតាមខ្ញុំគិតថាអស់លោកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិត្រូវតែគិតពិចារណាមើលសុទ្ធតើការចរចានេះគឺចរចាអំពីអ្វីហើយវាសមហេតុសមផលឬមួយក៏វាមានគេហៅថាលទ្ធផលសម្រាប់គេហៅថាប្រទេសជាតិឬមួយក៏វាអាចគេហៅថាធ្វើដំណោះដោះស្រាយដើម្បីទំលាយនៅចរន្តនយោបាយនេះបានដែរឬទេបាទហេតុដូច្នេះហើយយើងត្រូវតែពិចារណាមើលត្រូវតែគិតមើលថាតើយើងត្រូវគួរគេហៅថាគួរត្រូវទៅធ្វើការចរចាជាមួយគណៈបកប្រជាជនតទៅទៀតឬមួយក៏យើងគេហៅថាយើងគិតអំពីរឿងផ្សេងពីព្រោះឥឡូវនេះឆ្នាំ2010ចុងឆ្នាំ2016ហើយខែតុលាថ្ងៃទី7ឆ្នាំ2016ហើយវាជិតឈានចូលដល់គេហៅថាយុទ្ធនាការបោះឆ្នោតគុំសង្កាត់ក៏ដូចជាបោះឆ្នោតជាតិហេតុដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នអំពីបញ្ហាទាំងអស់នេះយើងមិនអាចបណ្ដេតបណ្ដោយខ្លួនពេលណាគេហៅយើងចូលទៅប្រជុំយើងមិនមែនយើងចូលទៅតាមកម្រោលឬមួយក៏យើងចូលទៅតាមគេហៅថាចិត្តរបស់យើងទេយើងត្រូវស្ដាប់គេហៅថាការប្រតិកម្មរបស់ប្រជារាស្ត្រទូទាំងក្នុងទាំងក្រៅប្រទេសផងសួរតើប្រជារាស្ត្រយល់ព្រមមកយើងចូលឬមួយក៏មិនយល់ព្រមហើយបើប្រជារាស្ត្រយល់ព្រមមកយើងចូលទើបយើងចូលហើយបើប្រជារាស្ត្រមិនព្រមមកយើងចូលទេគឺយើងកុំឲ្យចូលជាដាច់ខាតពីព្រោះវាខុសពីឆន្ទៈរបស់ប្រជារាស្ត្រពីព្រោះគណៈបកប្រជាជនវាតែងតែលេងកលល្បិចដើម្បីបញ្ឆោតឲ្យគណៈបកសង្គ្រោះជាតិនឹងចូលទៅសភាទៅដើម្បីគេហៅថាធ្វើឲ្យគណៈបកសង្គ្រោះជាតិនឹងអស់ប្រជាប្រិយភាពហេតុដូច្នេះហើយអ្វីក៏ដោយគណៈបកប្រជាជនកម្ពុជានឹងវាតែងតែគេហៅថាបង្កើតនៅគេហៅថាយន្តការណាមួយដើម្បីធ្វើឲ្យគណៈបកសង្គ្រោះជាតិនឹងចុះនៅប្រជាប្រិយភាពចុះនៅកម្លាំងគ្រប់គ្រងឬមួយក៏ចុះនៅសញ្ញាឆ្នោតជាដើមពីព្រោះប្រជាជនខ្មែរគេកំពុងរងចាំមើលគណៈបកសង្គ្រោះជាតិគ្រប់គ្នាសួរតើគណៈបកសង្គ្រោះជាតិគេហៅថាកាន់ភ្ជាប់ជាមួយនឹងឆន្ទៈរបស់ប្រជារាស្ត្រឬមួយក៏គណៈបកសង្គ្រោះជាតិគេហៅថាធ្វើអ្វីទៅតាមគោលចំហរបស់ខ្លួនបើសិនណាគណៈបកសង្គ្រោះជាតិធ្វើអ្វីទៅតាមគោលចំហរបស់ខ្លួនមានន័យថាគណៈបកសង្គ្រោះជាតិដើរផ្លូវខុស
ก็เป็นแต่เปิดเส้นนาคณะปะสังกรจิตทั่วไว้ตัวตามชันเตะระบาเรียเมียนในท่าเรียนถึงความโตคณะปะสังกรจิตจีเรียงระโหดเหตุโดยชนิดให้ไว้ก็โดยมันหนึ่งยืงจูยืงโตแต่สดับนะมอดระบบจีเรียสดับแกหาอนุสาระบบจีเรียสดับหนูการปฏิกรรมระบบจีเรียจุ่มวิ่งไปพบโลกมันหนึ่งยืงชิ้นจำเฮียนตัวมวยจำเฮียนมวยจำเฮียนเหตุโดยชนิดให้การในได้จะสมได้ในรูดอมเสียหามันนี่ได้เจนเจประริจิซาดับใบก็หาวคณะปาตังปีจูลหมกจอจาดับใบถ้วยนอดอสไรโรกโลกฮะแต่ตอจรอกนี่คือยังโตแต่คิดพิจารณามือพองได้ยังมันแมนก็ฮะแต่จูลตัวตามก็ฮะแต่เอาไว้ได้ก็หาวยังจูลตัวเตะเฮ้ยยิมซูมทะเลกับนอคุณดอลไอกระดมยิมสวรรค์แต่ไอกระดมยิมสวรรค์โลกบานbệnh chênh nó ăn ở xa môi chấm nuôn cứ bên chặt nhôm tại một đòn và vì pro lục diêm sơ van bàn nhớ nó ăn ở xa chạy chung bị chia nó ria tha với để cua co bay nừng trôi tôi dập phía cứ dân nừng trôi bờ sân na với đây mình cua co bay trôi tôi dập phía cứ cái nào ba sông rồi chết mình trôi tôi dập phía tề bờ trôi tôi dập phía chấm nanh ở bị chia ria từ cái hai cái nào ba sông rồi chết nừng trôi bà châu tôi sắp phía còn để cái hai là bằng co bằng cợt cái hai là bánh ha đầm bì cái hai là thưa ở cái nào bạn sửa chiết cho phải chia bây phía rồi mới đặt lạc sản đặc cho nó đấy nữa cứ cái nào bạn sửa chiết mình prom châu tôi sắp phía đầm bì cho cha chia mùi nên cầm châu nó tề bà ní cứ chia rúp môn mùi đó sát xóm một phật chấm rap cái nào bạn sửa chiết để miền ai có đâm dâm sửa ván để bàn cái này để bàn bình chinh nó ăn được xa hay đôi chân này hơi ăn được xa rồi bỏ ai có đâm dâm sửa ván kim sôm com trâu mùi rồi phía rồi để mà đòn hay đôi chân này sôm bong bồn bị chia riết mẹ dương chẳng không có tên được cả tê muôn nâng cái nào bạn sửa chiết cái hai là chiên mùi chẳng hiên sôm bong bồn mi ta cái hai là người ta chui cái hai ta chui nhớ nó ăn nó xa có đôi chỉ chui cái hai ta bình chênh nó ăn nó xa thà ta cái nào bạn xong chiên chiên môi chẳng hiền đi trâu rồi cả kho hơi chiên môi chẳng hiền xây thiết trâu rồi môi cả kho dương trâu để cái hai ta trâu để chui cái hai ta chui châu chui treo chui ở cổng nứt chui ở dục bao đầm bay cái nào bạn xong chiên cái hai ta thưa cái ca tam dục bao rồi bỏ ria và hai đôi chân này hơi với cái đồi cái nào bạn sung chiết tăng bị đàm lấy mình đều bọt chăn tiệt bỏ riết tế hơi với cái đôi đây cái nào bạn sung chiết bàn co cợt màu này cứ miền phiệp cái hai ta lút lo chia trơn nó miền phiệp lút lo chia tiếp bấm phật để thưa ơi chả ron cái hai là nó vô bài nâng cái hai ta lần căn để cái pua tô thưa ơi cái hai là chăn tiệt bỏ riết nâng miền ca cái hai thà com trâu cái nào bắt sung chia cái đôi giật nhẹ rồi lực lang làm pi để vô bài nô không bật tê hay đôi chân này hơi cái nào bắt sung chia cứ chia cái nào bạn mua để chia chẳng hơ để chia đằng hơm rồi bỏ chiết để chia đằng hơm rồi bỏ chia riêng tiền không bật tê đằng cào bật tê ai cái đom cầm kha prom tiền ai cái đom xăm rang xí cứ chia vứt rồi bỏ mè bờ sân nào o lục tiền pi nè đi bạn bè kia cứประเทศจีนยังก็ระเลียแดกยิ่งแต่งแต่หนึ่งยี่ให้หนึ่งยี่เตี้ยมันแมนตืบแต่หนึ่งยี่ไงนี่เตะดังเฮิมระบบปัจจัยเรียกแม่คือเมียนกระเมียนแต่ไอ้กระดมกำสกาพร้อมเตียงไอ้กระดมซ้ำเรียงซีเฮ้ยนึงขนาดปัจสุกรจีดนี่เฮ้ยคือเจียดังเฮิมจีวุฒิระบบแกหาแต่ขนาดปัจสุกรจีดก็โดยเจดังเฮิมจีวุฒิระบบปัจจัยเรียกแม่ยืงปราศนาเบอลูกซ้ำเรียงซีลูกกำสกาพวกเกิดบะเบกเนี้ยไปเชียร์เรียกแม่ยังก็บะเบกเนี้ยชีวิตระบักแม่ก็ตรงแต่แกฮะแต่รถเลี้ยนกน้องเปลนึงประเทศระบักแม่แกฮะแต่ยูนหนึ่งพลอนยกตัวเตียงสรงเฮ้ยยูนเวียนหนึ่งแกฮะแต่จูมออย่างแกฮะแต่การจราจรโดยเฉพาะเฮ้ยบางปูนจนรวมเชื่อมขมายยังต่างอ้อยังโตแต่เจ้าชมบอชนอดโอยขณะปะสกรเชียดกลุ่มโอยบอชนอดโอยขณะปะปะเจจนหน่อยซ้อที่โปรขณะปะปะเจจนยังดึงท่าพวกนี้คือเจอพวกยวน
ជាអ្នកបង្កើតពួកនេះគឺជាក្រុមយួនទាំងអស់ហេតុដូច្នេះហើយវាគ្រាន់តែចេះខ្មែរតែប៉ុណ្្នឹងឯងបាទអញ្ចឹងជាចុងបញ្ចប់នេះសូមបងប្អូនបាទទាំងអស់គ្នានេះគឺត្រូវតែបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិរបស់យើងទាំងបានប្រទេសជាតិរបស់យើងរីកចម្រើនមានសន្តិសុខហើយមានសិទ្ធិភាពក្នុងសង្គមយើងត្រូវតែបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិបាទហេតុដូច្នេះជាចុងបញ្ចប់នេះខ្ញុំបាទសូមជូនពរដល់ប្រជារាស្ត្រខ្មែរយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនមានអាយុវណ្ណៈសុខៈពលៈនិងបរិភាណណាកំបីគ្លៀងគ្លាតឡើយហោបាទសាធុសាធុសាធុជ័យយោគណៈបក្សសង្គ្រោះជាតិ